ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកនិយាយអំពីកង្វល់របស់បងប្អូនយើងមួយចំនួនដែលតាក់ទងទៅនឹងការលក់និងការទិញមាសបងប្អូនខ្លះគាត់ស្ដាយនៅពេលដែលមាសឡើងថ្លៃគាត់អត់បានលក់ចេញហើយបងប្អូនខ្លះទៀតគាត់ស្ដាយថាទិញមាសហ្នឹងគឺចំពេលដែលមាសកំពុងតែឡើងថ្លៃជាដើមឥឡូវនេះខ្ញុំលើកទឹកចិត្តបងប្អូនថាកុំស្ដាយសំណោះអីខ្ញុំសូមជម្រាបបងប្អូនថាអ្វីដែលសំខាន់គឺបងប្អូនត្រូវគ្រប់គ្រងវាឲ្យបានសម្រាប់បងប្អូនដែលមានមាសនៅក្នុងដៃគឺត្រូវរងចាំពេលវេលាក្នុងការលក់និងការទិញសម្រាប់បងប្អូនដែលចង់ទិញឬក៏លក់មាសពេលនេះមិនបានពេលក្រោយក៏យើងអាចលក់ឬក៏ទិញបានដែរព្រោះថាតម្លៃមាសវាមានការប្រែប្រួលវាមិននៅត្រឹងមួយកន្លែងនោះទេវាឡើងចុះប៉ុន្តែតម្លៃរបស់វាវិវត្តទៅមុខរហូតពីមួយឆ្នាំទៅមួយឆ្នាំដូច្នេះបងប្អូនត្រូវធ្វើអ្វីមួយត្រូវមានការអត់ធ្មត់កុំបង្ខំនិងដោយការប្រុងប្រយ័ត្នពេលណាបងប្អូនត្រូវលក់ចេញហើយពេលណាបងប្អូនត្រូវទិញចូលទៅតាមគំនិតបញ្ញារបស់បងប្អូនម្នាក់សម្រាប់ខ្ញុំបើវាឡើងថ្លៃខ្ពស់លែងទៅមុខទៀតហើយខ្ញុំលក់ចេញតែបើវាចុះលែងចុះទៀតនោះខ្ញុំទិញវាចូលវិញម្ដងតែក៏មិនប្រកាសថាវាត្រូវ 100% នោះដែរពេលខ្លះក៏អាចខុសដែរបាទសម្រាប់ការរៀបរាប់របស់ខ្ញុំចាប់តែប៉ុណ្ណេះហើយអរគុណបងប្អូនអរគ្នាដែលតាមដានយកចិត្តទុកដាក់ស្ដាប់នៅការរៀបរាប់របស់ខ្ញុំតាំងពីដើមរហូតទៅដល់ទីបញ្ចប់មកដល់ទីបញ្ចប់ជូនពរបងប្អូនអរគ្នាមានសុខភាពល្អរកទទួលទានមានបានគ្រប់គ្នាសូមអរគុណសូមជម្រាបលាហើយជួបគ្នានៅវីដេអូក្រោយៗមកទៀត